ភ្ញៀវគាត់ចេះតែឆាតមកសួរខ្ញុំថាទឹកអប់ហ្នឹងប្រើនៅពេលណាបាទបាញ់នៅពេលណាបាទគាត់នៅតែអត់ច្បាស់ត្រង់កន្លែងហ្នឹងណាបាទអញ្ចឹងខ្ញុំចង់ជំរាបជូនអតិថិជនទាំងអស់ថាបាទអូខេសួស្តីអ្នកទាំងអស់គ្នាបាទខ្ញុំបាទបារាំងហើយថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែកម្លែកជូនពុកម៉ែបងប្អូនបាទដែលតាក់ទងជាមួយនឹងអតិថិជនបាទខាងខ្ញុំបាទដែលគាត់នៅតែសពេចសពិលបាទតាក់ទងជាមួយនឹងការប្រើប្រាស់ទៅលើទឹកអប់ភ្ញៀវគាត់ចេះតែឆាតមកសួរខ្ញុំថាទឹកអប់ហ្នឹងប្រើនៅពេលណាបាទបាញ់នៅពេលណាបាទគាត់នៅតែអត់ច្បាស់ត្រង់កន្លែងហ្នឹងណាបាទអញ្ចឹងខ្ញុំចង់ជំរាបជូនអតិថិជនទាំងអស់ថាសម្រាប់ទឹកអប់បាទអតិថិជនទិញពីខ្ញុំទៅគឺយើងបាញ់វានៅពេលដែលបាទយើងបានអ៊ុតកៅអៅរួចរាល់បាទមានន័យថាកៅអៅស្ងួតបាទកៅអៅស្ងួតហើយយើងអ៊ុតទៅរួចរាល់បន្ទាប់មកបានយើងចាប់ផ្ដើមយកទឹកអប់ហ្នឹងទៅបាញ់នៅស្មាអាវណាស្មាអាវសងខាងនេះបាទហើយការបាញ់នោះគឺយើងបាញ់សាច់បាទយើងបាញ់ឲ្យរៀងឆ្ងាយពីស្មាអាវតិចមកបាទបន្ទាប់មកយើងទុកវារយៈពេលប្រហែលជា2ទៅ3នាទីបាទហើយបើរវល់ខ្លាំងខ្លួននេះខ្លួននោះទេអាចទុកវាទៅដល់5នាទីក៏បានដែរបាទអត់អីទេបាទហើយសម្រាប់អត្ថប្រយោជន៍នៃទឹកអប់នេះគឺជាប្រភេទទឹកអប់សម្រាប់យើងបាញ់ខោអាវបាទមិនមែនជាប្រភេទទឹកអប់ដែលយើងសម្រាប់យកទៅបាញ់ក្បាលបាញ់ខ្លួនប្រាណយើងអីអត់ទេបាទហើយអត្ថប្រយោជន៍នៃទឹកអប់ហ្នឹងគឺសម្រាប់ជួយបាទទៅលើកៅអៅដែលយើងគិតថាវាអត់សូវក្អោបបាទនៅពេលយើងដាក់ទឹកក្អោបទៅវាអត់សូវក្អោបណារៀងស្ទើរណាដាក់ទឹកក្អោបរៀងស្ទើរទៅវាអត់សូវក្អោបអាហ្នឹងយើងបាញ់ទៅបាទវាជារឿងមួយល្អដែរបាទសម្រាប់ជាជំនួយណាយើងនិយាយចំថាជំនួយទៅលើកៅអៅរបស់ភ្ញៀវហ្នឹងឲ្យកាន់តែក្អោបបន្ថែមទៀតមុននឹងយើងហ្នឹងវិចខ្ចប់ចូលទៅក្នុងកៅអៅចូលទៅក្នុងថង់បាទអញ្ចឹងខ្ញុំចង់បាទជំរាបជូនពុកម៉ែបងប្អូនបញ្ជាក់បន្ថែមទៀតថាសម្រាប់ទឹកអប់បាទដែលបានទិញពីខាងបាទរក្សាលូ5ព្រា4បាទពីខាងខ្ញុំបាទផ្ទាល់នេះមិនថានៅតាមបណ្ដាខេត្តក៏ដូចជានៅក្នុងទីក្រុងភ្នំពេញទេបាទសម្រាប់ទឹកអប់ដែលបានទិញទៅហ្នឹងគឺពីយកវាប្រើប្រាស់បាទសម្រាប់បាទកៅអៅដែលយើងហាលស្ងួតបាទអញ្ចឹងមិនថាកៅអៅដែលភ្ញៀវគាត់បោកអ៊ុតឬក៏កៅអៅដែលភ្ញៀវគាត់បើកគីឡូឲ្យយើងហាលឲ្យស្ងួតរៀបចំវិចខ្ចប់ឲ្យគាត់ហ្នឹងគឺយើងត្រូវការបាញ់វានៅពេលដែលកៅអៅហ្នឹងយើងហាលស្ងួតបាទហើយបាញ់វាមុនពេលដែលយើងនឹងវិចខ្ចប់កៅអៅហ្នឹងចូលទៅក្នុងថង់បាទចូលទៅក្នុងថង់អញ្ចឹងជំរាបជូនពុកម៉ែបងប្អូនអញ្ចឹងហើយបាញ់នៅលើស្មាសងខាងបាទគឺបាញ់នៅលើស្មាសងខាងបាញ់សាច់បាទកុំបាញ់ចិត្តពេកបាទយើងបាញ់រៀងឆ្ងាយតិចទៅហើយទុកវារយៈពេល2ទៅ3នាទីឬក៏5នាទីក៏បានដែរអត់អីទេបាទពីព្រោះទឹកអប់ហ្នឹងគឺវាជាប់បាទជាមួយនឹងកៅអៅហ្នឹងបានយូរអត់បញ្ហាទេបាទហ្នឹងហើយហើយពេលបាញ់ហើយវាអត់មានប៉ះពាល់ទៅលើស្បែករបស់យើងអីទេគឺអត់ទេបាទអញ្ចឹងបាទហ្នឹងហើយអញ្ចឹងខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនប្រព័ន្ធនេះហើយបើសិនបើពុកម៉ែបងប្អូនបាទត្រូវការទឹកអប់សម្រាប់បាទយកទៅបាញ់កៅអៅណាបាទអញ្ចឹងពុកម៉ែបងប្អូនអាចទំនាក់ទំនងមកកាន់លេខ Telegram របស់ខ្ញុំគឺ097 774 5756ឬក៏012 793 894បាទដែលខ្ញុំមានដាក់លេខ Telegram នៅលើវីដេអូរបស់ខ្ញុំនេះស្រាប់បាទអញ្ចឹងបងប្អូនអាចទំនាក់ទំនងបាទរកជាវក៏ដូចជាទិញបាទទឹកអប់នេះយកទៅប្រើប្រាស់នៅក្នុងហាងបងប្អូនបានបាទមិនថាពុកម៉ែបងប្អូនប្រកបមុខរបរបោកអ៊ុតទេសម្រាប់អ្នកដែលអត់បោកអ៊ុតបាទជាលក្ខណៈគ្រួសារនៅផ្ទះក៏យើងអាចទិញទឹកអប់នេះយកទៅបាញ់កៅអៅរបស់យើងបានដែរបាទហើយវាមានច្រើនក្លិនបាទវាមានច្រើនក្លិន
បាទអញ្ចឹងអានេះគឺជាប្រភេទទឹកអប់យក្សាណាបាទម៉ាកូបាទដែលខ្ញុំប្រើប្រាស់នៅក្នុងហាងរបស់ខ្ញុំរាល់ថ្ងៃបាទវាមានក្លិនក្រអូបស្រាលបាទវាអត់ធ្ងន់ពេកទេបាទហើយភ្ញៀវក៏គាត់ចូលចិត្តបាទចូលចិត្តប្រភេទក្លិនបែបនេះដែរបាទតាំងពីខ្ញុំប្រើមកតាំងពីខ្ញុំបើកហាងមកភ្ញៀវអត់ដែលលូតាក់ទងជាមួយនឹងប្រភេទទឹកអប់ដែលខ្ញុំប្រើទេបាទហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទចង់ដឹងឲ្យកាន់តែច្បាស់តើគេប្រើទឹកអប់នេះរបៀបម៉េចអីរបៀបម៉េចអាចទៅតាមបាននៅវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើជាឧទាហរណ៍ប្រាប់ស្រាប់បាទអញ្ចឹងទៅតាមបានជាមួយខ្ញុំទាំងអស់គ្នាតែម្ដងបាទអញ្ចឹងនេះគឺជាសកម្មភាពមួយដែលខ្ញុំបាញ់ទឹកអប់នៅលើកៅអៅហើយសកម្មភាពនេះខ្ញុំចង់បង្ហាញជូនពីរបៀបនៃការបាញ់ទឹកអប់បាទនៅលើអាវបាទពីព្រោះដូចខ្ញុំបានបញ្ជាក់ជូនពុកម៉ែបងប្អូនពីខាងដើមវីដេអូអញ្ចឹងគឺមានអតិថិជនបាទរបស់ខ្ញុំបាទគឺគាត់អត់ដឹងពីរបៀបប្រើនៃការបាញ់ទឹកអប់បាទអញ្ចឹងខ្ញុំបង្ហាញសកម្មភាពនេះជូនបាទហើយអ្វីដែលសំខាន់នោះខ្ញុំចង់បញ្ជាក់ជូនពុកម៉ែបងប្អូនថាបើសិនបើពុកម៉ែបងប្អូនចង់ប្រើប្រាស់ទឹកអប់នេះសម្រាប់បាញ់កៅអៅឲ្យកាន់តែក្រអូបទៀតនោះពុកម៉ែបងប្អូនគឺទៀមទាបាទហាខោអាវរបស់ភ្ញៀវនឹងឲ្យស្ងួតបាទបន្ទាប់មកចាំយកទឹកអប់នេះទៅបាញ់នៅលើខោអាវរបស់ភ្ញៀវបាទបន្ទាប់មកទុកវាពី2នាទីទៅ3នាទីឬក៏5នាទីក៏បានដែរជាការស្រេចបាទអញ្ចឹងដូចខ្ញុំបានបញ្ជាក់ជូនពុកម៉ែបងប្អូនពីខាងដើមវីដេអូអញ្ចឹងបាទអញ្ចឹងខ្ញុំបាទបារាំងបាទពីខាងយក្សាលូ5/4អរគុណជម្រាបលា